ខ្សែទី5ទីព្រះរាមព្រះលក្សណ៍គង់នៅភ្នំគុណថាមាត្រលុះដឹងដំណឹងអំពីសកម្មភាពដុតលង្កាឆេះខ្ទេចខ្ទីអស់ទ្រង់ត្រេកអរណាស់បានប្រទានរង្វាន់ដល់ហនុមានពេលនោះព្រះអង្គបានពិគ្រោះនឹងសូរ្យគ្រាបដើម្បីស្វែងរកសម្ព័ន្ធមិត្តមកជួយព្រះអង្គថែមទៀតសូរ្យគ្រាបក៏បានទូលថ្វាយថាមានស្ដេចស្វាមួយពូកែណាស់ឈ្មោះមហាចម្ពូសោយរាជ្យនៅហេមពានដែលមានសេនាពីររូបគឺខុននីលខុននុលជាដៃឆ្វេងដៃស្ដាំដ៏ស័ក្តិសិទ្ធិព្រះរាមក៏បញ្ជាហនុមាននិងអង្គុតទៅសុំចងស្ពានមេត្រីនឹងមហាចម្ពូហនុមាននិងអង្គុតបាងតូដលក៏ថ្លែងថាព្រះរាមទ្រង់ត្រាស់ឲ្យព្រះអង្គទៅគល់ឥឡូវនេះឮដូច្នេះក៏ខឹងបញ្ជាឲ្យពេជ្ឈឃាតចាប់ចងហនុមាននិងអង្គុតបញ្ចូលទ្រង់ដែកលុះដល់ពេលយប់ហនុមានសណ្ដាំតបស្វាទាំងអស់នោះហើយក៏កាត់សោចេញពីទ្រង់ហនុមានឡើងកាច់កំពូលប្រាសាទរួចលើកស្ទួយទាំងក្រឡាបន្ទំរបស់មហាចម្ពូនាំយកមកថ្វាយព្រះរាមសូរ្យគ្រាបឃើញហាក៏ចូលទៅទូលព្រះរាមថាមហាចម្ពូមិនងាយចុកចាញ់ទេតលតែទៅសុំកាឡាព្រះនារាយពីព្រះឥសមកជំនួសព្រះលក្សណ៍ប្រាវព្រះពាយទៅសុំកាឡាព្រះនារាយយកមកបានដូចបង្នំក្រុងមហាចម្ពូទើនឡើងងាកមើលឆ្វេងស្ដាំទើបកានកំហឹងប៉ុន្តែលុះលឺត្រីសាំងក៏ងាកទៅឃើញព្រះនារាយមហាចម្ពូក៏ភឹតភ័យក៏ថ្វាយបង្គំសុំចាញ់ព្រះរាមត្រាស់នឹងមហាចម្ពូសុំជួយសាំងស្ពានឆ្លងសមុទ្រទៅក្រុងលង្កាមហាចម្ពូព្រមថ្វាយខុននីលខុននុលជាតំណាងព្រោះខ្លួនចាស់ហើយសុំវិលទៅនគរវិញលុះបានតបជំនួយពីមហាចម្ពូហើយព្រះរាមបញ្ជាឲ្យសាំងស្ពានកាត់សមុទ្រព្រះសមុទ្រខឹងក៏កេណ្ឌតបមច្ឆានាគចេញជូនយកថ្មអស់ឃើញដូច្នោះព្រះរាមក៏ត្រាស់ប្រជុំអស់ពលសេនាសួររកអ្នកមានថ្វីដៃសូរ្យគ្រាបធានាកាឡាខ្លួនឲ្យធំពុនមហាព្រំរួចផ្ងាដៃឲ្យអស់សេនាយោធាថ្វារជាស្ពានចម្លងទៅកោះលង្កាហនុមានអួតថាខ្លួននឹងលាកកន្ទុយពាត់ឆ្នេរឯនាយហើយយកដៃមកខាងចាប់ឆ្នេរខាងអាយរួចឲ្យចូលជិតគ្នាដើម្បីចម្លងទ័ពអង្គុតធានាថានឹងស្រូបយកទឹកសមុទ្រឲ្យអស់ដើម្បីឲ្យទ័ពដើរកាត់ទៅស្រុកលង្កាព្រះរាមពុំយល់ព្រមក៏លើកធ្នូសអគិវាសថ្លែងឆែកមហាសមុទ្រនាងមេខលាភឹតភ័យឡោនមកសុំអង្វរព្រះរាមធានាជួយសង់ស្ពានថ្វាយព្រះរាមឲ្យបានស្រេចដោយប្រាថ្នាលុះដឹងថាព្រះរាមលើកទ័ពមកលង្កាហើយរាពណ៍ក៏រៀបចំទ័ពដែរខ្សែទី8ក្រុងរាពណ៍បានទូងស្គរប្រមូលទ័ពហើយបញ្ជាឲ្យពិភេកទាយអំពីវាសនានៃនគរលង្កាពិភេកបានគន់គូហើយស្នើក្រុងរាពណ៍ឲ្យយកនាងសត្តាទៅថ្វាយព្រះរាមវិញហើយបានប្រៀបប្រដូចរាពណ៍ដែលយកនាងសត្តាមកទៅនឹងក្អែកដែលពំកែវពីទូយ៉សូរិយកានហើយកែវនោះនាំឲ្យឆែកសម្បុកម្យ៉ាងទៀតប្រៀបទៅនឹងត្រីស៊ីនុយក្រុងរាពណ៍ខឹងក៏វាយក្បាលពិភេកនឹងស្បែកជើងរួចបណ្ដេញចេញពីនគរពិភេកខឹងណាស់នឹងរស់នៅក្នុងព្រះនគរតទៅទៀតខ្មេះព្រះញាតិអស់ពលសកលយោធាក៏ភៀសខ្លួនរត់ទៅសុំថ្វាយខ្លួនព្រះរាមសូរ្យគ្រាបនិងពលស្វាទាំងអម្បាលម៉ានឃើញហើយក៏ចាប់ពិភេកទៅថ្វាយព្រះរាមមិនទុកចិត្តក៏ប៉ុន្តែជំពូពៀនជាហោរាថាពិភេកជាហោរាពូកែណាស់គាត់មកនេះគឺដើម្បីសុំចុះចូលនឹងព្រះរាមរីករាយទទួលពិភេកឲ្យនៅជាមួយថែមទាំងបានប្រទានរង្វាន់ជាទីគប់ព្រះតីដល់ពិភេកទៀតរីឯនាងមណ្ដៅគិរីក៏មានសុភវិនិច្ឆ័យរំលឹកស្វាមីដែរពុំគួរធ្វើទណ្ឌកម្មពិភេកបែបនេះសោះហើយក៏ពុំគួរលួចយកព្រះនាងសត្តាមកមិនសមសោះឡើយរាពណ៍ខឹងយ៉ាងខ្លាំងជេរប្រតេកនាងមណ្ដៅគិរីថាទៅធ្វើប្រពន្ធពិភេកតៃទើបសមរាវប្រើរកសែនជាសេនាឲ្យនាំពលទៅចូលព្រៃដើម្បីចាប់ទ័ពស្វាបង្អត់អាហារព្រះរាមប្រើរុក្ខពានរឲ្យនាំពលស្វា 50000 ទៅបេះផល្លាទ័ពយក្សនិងស្វាប៉ះគ្នាក៏ច្បាំងគ្នាស្លាប់អស់រលីងសល់តែយក្សមួយរត់រួចខ្លួនដែលនាំដំណឹងបរាជ័យទៅប្រាប់អតិកាយស្ដាប់ច្រឡំដែរឃើញរុក្ខស្លាប់ស្មានថាហនុមានក៏ទូលក្រុងរាពណ៍ត្រេកអរណាស់ក៏និយាយចំអកផ្ដោះផ្ដង់ទៅឲ្យនាងមណ្ដៅគិរី
ប្រាដុសមុខបញ្ជីឲ្យលើកឆាត់ជ័យមង្គលបណ្ដាលឲ្យងងឹតបិទសាងសូរិយាអស់ព្រះរាមទាត់ខឿនដូច្នេះក៏សួរទៅពិភេកហោរាហើយក៏ទាញធ្នូសបំបានត្រូវឆាត់បាក់ខ្ទេចខ្ទីអស់ក្រុងរាពណ៍ខឹងខ្លាំងពេកក៏សួរទៅប្រហេតហោរាក៏គុនគូថ្វាយថាព្រះរាមមានសេនាពូកាយ18នាក់និងពល70អក្ខោភិនាក់21870 នាក់និងទ័ពរដ្ឋ21870 នាក់បានដឹងសេចក្តីពីប្រហេតហោរាគុនគូថ្វាយរួចមករាពណ៍ក៏ប្រាឧបាយបង្ខំឲ្យនាងសតាជិះលើរាជរថបង្ហោះនាំមកក្បែរកងទ័ពព្រះរាមដើម្បីបញ្ជីចិត្តព្រះរាមថ្លែងសរបំផ្លាញរាជរថរាវបាក់ខ្ទេចខ្ទីអស់តែរាពណ៍បានហៅពីស្នុកាមកធ្វើរាជរថឲ្យបានល្អដូចដើមហើយនាំនាងសតាបញ្ជិះលើរាជរថម្ដងទៀតព្រះរាមខ្ញាល់ខ្លាំងណាស់បំរុងយកសរព្រំមីបានប៉ុន្តែខ្លាចអន្តរាយដល់ជីវិតនាងសតាកាលនោះពិភេកក៏ប្រាប់ការពិតដល់ព្រះរាមទើបព្រះរាមទ្រង់ស្វែងយល់ហើយក៏សែកមុនអាគាថាចង្អុលទៅត្រូវរាពណ៍បណ្ដាលឲ្យជកពោះដួលសន្លប់លើរាជរថទៅវិញព្រះរាមបានចាត់ឲ្យអង្គតនាំសារទៅក្រុងរាពណ៍ដើម្បីធ្រួសង្គ្រាមលុះទៅដល់ក្រុងលង្កាក៏តាំងទាត់ទ្វាររបើកសម្រាប់ពលយក្សតាំងពីទ្វារដែកទ្វារសំរិទ្ធតុងដែងរហូតដល់ទ្វារស្ពាន់ហើយក៏ជួបនឹងយក្សមួយឈ្មោះមឿងឬយក្សាភក្ខនេសដែលក្លុបខ្លាយភៀសខ្លួនរត់ពន្ធយកសុខក្រុងរាពណ៍ឲ្យគេរៀបចំទទួលអង្គតដោយប្រុងប្រយ័ត្នជើងការជាមុនដោយរៀបកន្លែងឲ្យអង្គុយស្មើនឹងគុម្ភការអង្គតមិនព្រមស្មើនឹងឥន្ទ្រីជិតក៏មិនព្រមទៀតក៏លោតរំលងផុតក្បាលឥន្ទ្រីជិតទៅអង្គុយក្បែរក្រុងរាពណ៍ពេលនោះថសកមុខបាននិយាយរំលឹកថាអង្គតនេះត្រូវជាកូនបង្កើតរបស់នាងមណ្ឌលគិរីនិងប៉ានីម្ដេចឃើញហើយមិនគោរពម្ដាយអង្គតឃើញម្ដាយគ្រាន់តែលើកដៃមួយខាងគោរពហើយក៏រំលឹកតបទៅវិញថាពីដើមក្រុងរាពណ៍នេះយល់អង្រឹងថ្វាយប៉ាលីជាឪពុកខ្លួនរាពណ៍ខឹងខ្លាំងណាស់ប្រុងស្ទុទៅដេះអង្គតតែត្រូវអង្គតវាក់ដាច់ក្បាលស្លាប់អស់អង្គតយកដំណឹងមកថ្វាយព្រះរាមបន្ទាប់មកទៀតរាពណ៍ក៏ត្រាត់អាមាត្យឲ្យទៅហៅគុម្ភការជាប្អូនមកជួយធ្វើសង្គ្រាមគុម្ភការនិយាយរំលឹកបងអំពីរឿងហេតុដោយបណ្ដាលមកពីនាងសពនខាទៅចង់ប្រក់ខុសក្រឹតក្រមហើយក្រុងថសកមុខសៅទៀតក៏ខកដោយល្មមនឹងតណ្ហាលួចយកនាងសតាទៅតែប៉ុណ្ណោះរាពណ៍ចោទគុម្ភការថាកំសាកខ្លាចសង្គ្រាមជាមួយសត្វស្វាបន្ទាប់មកក៏ស្លងចិត្តតាមរាពណ៍ចូលជួយច្បាំងខ្សែទី9គុម្ភការលើកទ័ពយ៉ាងឆានមកតាមអាកាសតាមថ្មើរជើងច្បាំងនឹងព្រះរាមធ្ងន់រាត្រីនោះព្រះរាមគង់នៅព្រះពន្លាហើយទតឃើញផ្កាយព្រះសុខពីររះទន្ទឹមគ្នាចម្លែកទើបទ្រង់ត្រាស់ឲ្យពិភេកមកគុនគូមើលពិភេកក៏ទីថាគុម្ភការលើកទ័ពប្រុងមកវាឆ្មក់ព្រះរាមក៏ចាត់ពិភេកឲ្យទៅនិយាយបញ្ចុះបញ្ចូលគុម្ភការហើយព្រះរាមនឹងឲ្យរង្វាន់ព្រមទាំងបុណ្យស័ក្តិយ៉ាងធំគុម្ភការមិនគ្រាន់តែមិនព្រមចុះចូលនឹងព្រះអង្គទេថែមទាំងពោលអះអាងថាទោះព្រះរាមមានមហិទ្ធិឫទ្ធិយ៉ាងណាក៏ដោយទោះជាក្រុងរាពណ៍ខកដូចម្ដេចក៏ដោយក៏ពុំព្រមរស់នៅក្រោមការត្រួតត្រារបស់ព្រះរាមជាដាច់ខាតគឺសុខចិត្តស្លាប់ក្នុងការបម្រើជាតិការចរចាពុំបានសម្រេចព្រះរាមក៏ប្រើពិភេកជាមួយព្រះលក្សណ៍ព្រមទាំងពលស្វាឲ្យចូលនិយាយម្ដងទៀតគុម្ភការដៀលថ្មឲ្យពិភេកយ៉ាងខ្លាំងនិងដោយក្រេវក្រោធក៏យកមងសាក់ចោលទៅត្រីព្រះលក្សណ៍ដួលថ្មោសន្លប់បាត់ស្មារតីដើម្បីចាក់ឫសដល់បាតាលព្រះរាមសោយសោកព្រោះអាណិតប្អូនពិភេកចិនមុខធានាខ្លួនផ្សំថ្នាំហើយនិយាយបញ្ចោហនុមានឲ្យទៅរកដើមថ្នាំនៅព្រៃហេមពៀនដូចជាដើមឫស្សីរីកេសរបូតាមៀសង្កនីព្រមទាំងទឹកមូតគោអក្សភរាគហនុមានទទួលបេសកកម្មនោះក៏ទៅប្រយុទ្ធជាមួយគោអសភរាគយកទឹកមូតបានមកទៀតតាហនុមានមិនស្គាល់ដើមឈើផ្សេងដទៃទៀតក៏លើកភ្នំទាំងមូលហោះយកមកឲ្យពិភេកប៉ុន្តែនៅខ្វាក់ថ្មរត់មួយដុំទៀតព្រះរាមប្រាហនុមានឲ្យទៅយកថ្មនោះនៅនគរលង្កាទៀតហនុមានទៅដល់នគរលង្កាទាំងយប់ឃើញថ្មនោះស្ថិតនៅក្រោមខ្នើយក្រុងរាពណ៍
ហើយក៏ចូលទៅលួចយកមកបានដោយប្រាថ្នាហនុមានបានចាប់សក់ក្រុងរាពណ៍ចងជាប់នឹងសក់នាងមណ្ដោលគិរីរួចក៏សរសេរអក្ខរាប្រាប់ថាបារាពណ៍ចង់ស្រាយត្រូវឲ្យនាងមណ្ដោលគិរីយកដៃឆ្វេងវាយក្បាលរាពណ៍ទើបស្រាយរួចលុះយកថ្មនោះបានមកហើយពេលវេលាកាន់តែខ្លីណាស់ទៅហើយបើសិនជាព្រះអាទិត្យរះឡើងផ្សំថ្នាំមិនទាន់នោះព្រះលក្សណ៍នឹងត្រូវស្លាប់ព្រះរាមទោះខុសឆ្គងយ៉ាងណាក៏មិនគិតហើយបញ្ជាឲ្យហនុមានទៅឃាត់ដំណើរព្រះអាទិត្យហនុមានដោយខ្លាចគ្រោះថ្នាក់ដល់ជីវិតព្រះលក្សណ៍ក៏វាយសេះព្រះអាទិត្យបាក់ព្រះរាជរត់ខ្ចាត់ខ្ចាយអស់ជំងឺព្រះលក្សណ៍បានជាសះស្បើយក៏ចេញច្បាំងម្ដងទៀតជាមួយកុម្ពកាព្រះលក្សណ៍បានថ្លែងសរផ្ដាច់ក្បាលកុម្ពកាស្លាប់ទៅក្រុងរាពណ៍ទ្រង់ពិរោធយ៉ាងខ្លាំងត្រាស់បញ្ជាឥន្ទ្រជិតដែលជាបុត្រចម្បងធ្លាប់ធ្វើសង្គ្រាមឈ្នះព្រះឥន្ទហើយនាំសេនាគុំភ័ណ្ឌចេញទៅជាមួយផងចំណែកព្រះរាមក៏ចេញតតាំងដោយប្រាយហនុមានព្រះលក្សណ៍អង្គត់ចេញទៅប្រយុទ្ធឥន្ទ្រជិតថ្លែងសរជានាគចុះមកពាត់សេនាស្វានិងពាត់ជើងព្រះលក្សណ៍ទាំងពីរជាប់និនក្រុងរាពណ៍ដឹងដំណឹងអំពីជ័យជំនះក៏ត្រេកអរយ៉ាងខ្លាំងក៏ប្រាឲ្យគេនាំនាងសេតាមកផ្ចេញផ្ចាលព្រះរាមទ្រង់វិតកគ្រោះថ្នាក់នេះទើបទ្រង់សោយសោកម្ដងទៀតនឹងខ្ញាល់ជាខ្លាំងបំរុងនឹងថ្លៃសរប្រឡ័យទេវលោកចោលទុកតែស្ថានព្រះឥសួរមួយប៉ុណ្ណោះទ្រង់កាត់សរជាពីរកំណាត់មួយកំណាត់ចោលទៅប្រឡ័យស្ថានមនុស្សលោកមួយកំណាត់ទៀតចោលទៅក្រុងអយុធ្យាដើម្បីថ្វាយដំណឹងទៅព្រះមាតាទេវតាទាំងឡាយនាំគ្នាភ័យហ្វាឡាងទៅគាល់ព្រះឥសួរសុំឲ្យព្រះអង្គជួយដោះគ្រោះភ័យព្រះឥសួរប្រើព្រះព្រំឲ្យទៅស្ថានសឹមពលីគ្រុឌមកជួយដោះដេញកម្ចាត់នាគចាញ់បន្ទាប់មកព្រះលក្សណ៍និងទ័ពស្វាក៏បានរស់ជីវិតជាថ្មីទៀតខ្សែទី10ពេលដឹងដំណឹងថាព្រះលក្សណ៍រស់ឡើងវិញក្រុងរាពណ៍នាំអគ្គជាហាហោះទៅកាន់ភ្នំរកថ្នាំពីដើម្បីសម្លាប់ទ័ពព្រះរាមប៉ុន្តែពិភេកបានទុស្ទាយដឹងក៏ព្រះរាមប្រាយហនុមានឲ្យវាយឆ្នាំងស្លថ្នាំពីនោះខ្ទេចខ្ទីអស់រាពណ៍ខឹងណាស់ក៏ប្រើឥន្ទ្រជិតចេញច្បាំងសារជាថ្មីព្រះរាមក៏ប្រើព្រះលក្សណ៍ឲ្យចេញទៅតតាំងនឹងឥន្ទ្រជិតម្ដងទៀតយក្សក៏ភៀសខ្លួនបាំងបាត់ក្នុងពពកព្រះរាមភ័យណាស់ដោយមើលទ័ពយក្សមិនឃើញហើយពលស្វាក៏ត្រូវយក្សកាប់សម្លាប់កើលើគ្នាព្រះអង្គក៏បន់ស្រន់ទេវតាសុំឲ្យជួយមើលឃើញយក្សការបន់ស្រន់បានសម្រេចដោយបំណងព្រះរាមក៏ថ្លែងសរព្រំមាសប្រហារឥន្ទ្រជិតធ្លាក់ចុះដល់ដីស្លាប់អាសាបរាពណ៍ខឹងពេកឲ្យយកនាងសតាមកបំរុងនឹងកាត់កប្រហារសងសឹកប៉ុន្តែអាមាត្យពិតរស័ក្តិពន្យល់ខាត់បានបន្ទាប់មកក៏ប្រើកូនទាំង10ឲ្យទៅច្បាំងទៀតហើយត្រូវស្លាប់ទាំងអស់ហថត្រូវអង្គុតសម្លាប់អតិកាយត្រូវព្រះលក្សណ៍សម្លាប់ត្រីសីរៈកូនទី4នរ៉ាតកូនទី5ត្រូវមហាក្របិនសម្លាប់មហាកាបកូនទី6ត្រូវឧសភពៀនសម្លាប់ទូរមុខកូនទី7ត្រូវកេសរសម្លាប់មុខរខាកូនទី8ត្រូវខុននិលសម្លាប់គុំភៈត្រទាដាកូនទី9ត្រូវខុននិលសម្លាប់កូនស្លាប់អស់ហើយរៀបយំសោកប្រើសេនាឈ្មោះមាសម៉ាតឲ្យទៅចេញទៅតនឹងសពូលីហើយត្រូវស្លាប់បង់អស់សង្ឃឹមក៏ប្រើខុនពុលនិងនាយពុលជាសេនាឲ្យទៅអញ្ជើញក្រុងមូផាលីមកនៅឯក្រៃចក្រវាលមកជួយច្បាំងទៀតខ្សែទី75សម័យថ្ងៃមួយព្រះរាមនិងប្រឡាក់បាននាំរេពលសេនាទាហានទៅប្រប៉ាត់ព្រៃព្រះនាងសីតាគង់នៅក្នុងប្រាសាទនៃព្រះនគរអយុធ្យាមួយអន្លើដោយស្រីស្នំក្រំការយ៉ាងសប្បាយរីករាយកាលនោះមានយក្ខីម្នាក់ឈ្មោះនាងអាតូឡៃត្រូវវាជាសាច់ញាតិរបស់ក្រុងទសមុខរាពណ៍រស់នៅក្រោមដីបានកាឡាខ្លួនជាស្នំចូលមកនិយាយប្រឡូមលងចិត្តព្រះនាងសីតាឲ្យរៀបរាប់អំពីរូបរាងកាយក្រុងរាពណ៍ដែលនាងបានឃើញនៅក្រុងលង្កាដ៏យូរមកហើយយក្ខីនីនោះសូមឲ្យព្រះនាងសីតា
គូរូបទស្សមុខរាបលើក្តារខៀនព្រះនាងសីតាក៏យល់ព្រមតាមអង្វររបស់យក្ខិនីហើយក៏គូរូបយក្សមុខ10ដៃ20ហុចឲ្យទៅនាងយក្សនោះមើលខណៈនោះព្រះរាមនិងប្រឡាក់យាងវិលចូលមកព្រះនគរវិញព្រះនាងសីតាទ្រង់ជ្រាបមានកាយភិតភ័យក៏ប្រញាប់ប្រញាល់លុបរូបយក្សទស្សមុខនោះតែលុបមិនជ្រះសោះក៏យកទៅញាត់លាក់ក្រោមក្រឡាបន្ទំលុះដល់ពេលសន្ធារាត្រីព្រះរាមក៏យាងចូលទៅក្នុងក្រឡាបន្ទំក៏បាយជាក្តាយក្រហល់ក្រហាយបណ្ដាលទៅជាខឹងតនឹងស្រីស្នំផងទាំងឡាយព្រះនាងសីតាឃើញដូច្នោះក៏ត្រាស់ប្រាភិលៀងឲ្យទៅយាងព្រះលក្សណ៍មកជួយការពារព្រះរាមទ្រង់ត្រាស់ប្រាប់រឿងហេតុដែលបណ្ដាលឲ្យកើតឡើងហើយក៏បញ្ជាឲ្យព្រះអនុនុត្តរើកាយរកគ្រប់ទីកន្លែងក្នុងក្រឡាបន្ទំក៏ឃើញក្តារខៀននៅក្រោមគ្រែព្រះនាងសីតាមានរូបយក្សក្រុងរាពណ៍ឃើញដូច្នោះព្រះរាមក៏ទ្រង់ខ្ញាល់ជេរប្រមាថយ៉ាងខ្លាំងនឹងព្រះនាងសីតាហើយក៏ទ្រង់ត្រាស់បញ្ជាឲ្យព្រះអនុនុត្តយកព្រះរាជទេពីដ៏ជាទីស្រឡាញ់យកទៅប្រហារជីវិតបង់ព្រះអនុនុត្តមិនអាចប្រឆាំងនឹងព្រះរាជអាជ្ញានេះបានក៏នាំព្រះនាងសីតាចិនទៅដោយមានចិត្តអាណិតព្រះរាជទេពីដោយទ្រង់កុភៈផងតែព្រះនាងសីតាបែរជាពោលព្រះសុវណ្ណីបញ្ចុះបន្សោកធ្វើឲ្យព្រះលក្សណ៍ខឹមជាខ្លាំងព្រះលក្សណ៍ក៏លើកព្រះខ័នប្រហារព្រះរាជទេពីក៏ប៉ុន្តែព្រះខ័ននោះក៏คล้ายទៅជាកម្រងផ្កាបំពាក់លើសុរងព្រះនាងទៅវិញបន្ទាប់ពីភ្ញាក់ស្មារតីឡើងវិញព្រះលក្សណ៍ក៏ក្រាបលំអោនកាយក្រោមព្រះបាតាព្រះនាងសីតាហើយសុំអង្វរព្រះនាងឲ្យយាងចេញទៅរីឯព្រះលក្សណ៍ក៏យាងត្រឡប់ទៅកាន់ព្រះនគរវិញលុះដល់ពាក់កណ្ដាលផ្លូវព្រះអង្គបានជួបនឹងសត្វជ្រាយមួយតៃសាដែលព្រះឥន្ទដំណែងខ្លួនព្រះលក្សណ៍ឃើញហើយក៏ចាប់ជ្រាយនោះយកមកវៈពោះយកថ្លើមទៅថ្វាយព្រះរាមព្រះរាមក៏មានបន្ទូលថាថ្លើមនាងសីតាអាក្រក់ដល់ម្លឹងក្រោយពីព្រះលក្សណ៍ដកលែងហើយព្រះនាងសីតាក៏យាងតែមួយអង្អែងកាត់ព្រៃព្រិក្សាពពួកគ្រប់ខែផងព្រះអនកោសីយីទ្រង់ទតយល់នៃទុក្ខលំបាកនៃនាងសីតាក៏និមិត្តជាមហិង្សរាជដើរតម្រង់រកនាងសាកសួរអំពីមូលហេតុចង់ដិនសពគ្រប់ទើបនាំព្រះនាងឆ្ពោះទៅកាន់អាស្រមឥសីវិជ្ជព្រឹទ្ធឥសីបានជ្រាបព័ត៌មានពីនាងហើយក៏ជប់ឯកាតជាអាស្រមសម្រាប់នាងរក្សាកុផាតបន្ទាប់មកក៏បានប្រសូតព្រះរាជបុត្រមួយព្រះអង្គដ៏ត្រកាលព្រះនាងទង្គិសសិកសួលរំជួលឱរានិងវាសនាកាលពីអតីតនិងបច្ចុប្បន្ននៃរាជបុត្រហើយដោះចិញ្ចៀនព្រះតម្រង់ចងដៃព្រះឧរោះថ្ងៃមួយនាងសីតាចុះទៅងូតទឹកក្នុងទន្លេដាក់ព្រះរាជឧរោះក្នុងអង្រិញផ្ញើនឹងលោកតាឥសីនាងបានឃើញស្វាមួយផោងអោបកូនពីមុខពីក្រោយក៏គ្នេនឹកដល់កូនរបស់អាត្មាក៏រលះរលៀងទៅឯអាស្រមចូលទៅលុបលើកកូនពីក្នុងអង្រិញពរយកទៅជាមួយខណៈនោះលោកតាឥសីកំពុងថ្មិញភ្នែកផាវិញ្ញាធរកាលបើទ្រង់បើកព្រះនេត្រឡើងស្រាប់តែពុំឃើញចៃភិតភ័យរន្ធត់រត់រកគ្រប់ទីទាំងវិញជុំវិញអាស្រមក៏ពុំឃើញដើម្បីកុំឲ្យព្រះនាងសីតាព្រួយចិត្តនិងស្ដីបន្ទោសលោកតាក៏ជប់បានកូនខ្ចីមួយដាក់ក្នុងអង្រិញជំនួសវិញលុះត្រឡប់មកពីទន្លេនាងសីតាពោលកូនជាប់នៅក្នុងដៃឥសីឃើញហើយក៏បន្ទោសនាងសីតាដែលមកយកកូនទៅពុំបានប្រាប់